ម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមឿនរបស់ខ្ញុំចាសារធ្លាក់ភ្លៀងមកវារៀងល្ងាដែរណាបងប្អូនអញ្ចឹងមឿនដែលបានផឹកទឹកថ្នាំបាក់សីគឺភាគច្រើននៅជុំវិញនេះគឺងាប់អស់ហើយបងប្អូនងាប់ទាំងទ្រុងតែម្ដងអញ្ចឹងមូលហេតុនៃការងាប់ហ្នឹងគឺដោយសារតែបរិយាកាសនៅក្នុងការរស់នៅរបស់វាណាអញ្ចឹងពេលដែលយើងចិញ្ចឹមសត្វបើសិនយើងមានទីធ្លាល្អស្អាតអត់ធំក្លិនអានឹងសត្វយើងក៏មានសុខភាពល្អដែរដល់ពេលយើងមានប្រភេទវីតាមីនប្រូតេអ៊ីនឲ្យវាស៊ីផឹកទៀតសុខភាពវាកាន់តែល្អប្រសើរអញ្ចឹងបងដែលចិញ្ចឹមសត្វមឿនចាក៏ដូចជាការថែទាំកូនចៅដែរចាបើសិនតែយើងអត់មានថ្នាំជំនួយវ៉ាក់សាំងឬក៏វីតាមីនអីឲ្យវាស៊ីឬក៏ឲ្យវាស៊ីគ្រប់គ្រាន់ទេសុខភាពវាគឺទ្រុឌទ្រោមចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចិញ្ចឹមមាន់ចាកុំភ្លេចប្រើប្រាស់ជាមួយនឹងទឹកថ្នាំហើយនឹងឲ្យវាស៊ីចំណីគ្រប់គ្រាន់ជាពិសេសខែភ្លៀងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលទៅលើទ្រុងចាធ្វើម៉េចកុំឲ្យវាមានក្លិនអាក្រក់កាលណាមានក្លិនអាក្រក់មើលរបស់យើងងាយនឹងឆ្លងផ្ដាសាយឬក៏ឈឺចាអញ្ចឹងថែទាំសុខភាពវាបានល្អគឺយើងបានផលចំណេញចាអញ្ចឹងបងទាំងអស់គ្នាដែលមានចិញ្ចឹមមាន់ទាច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើការចាប្រើប្រាស់ជាមួយនឹងថ្នាំបំពន់ដែលបងប្អូនធ្លាប់ប្រើឬមួយក៏បងប្អូនចាចង់សាកថ្នាំខាងខ្ញុំលក់នេះក៏បានដែរដោយសារតែមានបងខ្លះគាត់ខមមិនថាក្រោយប្រើប្រាស់អញ្ចឹងមាន់មានសុខភាពល្អអត់ងាយឈឺចាអញ្ចឹងជាក់ស្ដែងគឺមែនពិតចាដោយសារខាងខ្ញុំនេះអ្នកលក់ថ្នាំមាន់ហើយក៏ជាអ្នកចិញ្ចឹមមាន់ផ្ទាល់ខ្លួនដែរហើយប្រភេទមាន់ដែលខាងខ្ញុំចិញ្ចឹមនេះគឺជាប្រភេទបាក់សីកេឡាចាមិនមាន់កសិកម្មយើងទេគឺជាប្រភេទមាន់បាក់សីកេឡាដែលគេទិញយកទៅជុលអញ្ចឹងណាបងប្អូនចាអញ្ចឹងបងដែលគាត់ត្រូវការថែទាំមាន់ទាអីបងប្អូនអាចធ្វើការកម្មង់ទឹកថ្នាំបានចាអរគុណច្រើន